សួស្តីថ្ងៃនេះនាងខ្ញុំមានបន្លែ3មុខដើម្បីយកមកឆាបន្លែញ៉ាំទាំងអស់គ្នាវាល្អចំពោះសុខភាពចឹងណាបងប្អូនចាជាដំបូងយើងនាំគ្នាមកហាន់សាច់ទាំងអស់គ្នាណាបងប្អូនខ្ញុំមានសាច់រៀងច្រើនដែរតែនាងខ្ញុំយកតែពាក់កណ្ដាលយកមកហាន់វាសិនទេពេលវារៀងតិចពេកបើខ្ញុំដាក់ថែមចឹងណាចានេះសាច់ជ្រូកយើងហាន់ហើយយើងដាក់ស្បែកម្លែកយើងដាក់សាច់ម្លែកចឹងណាបងប្អូនវាស្រួលយើងបែងចែកពេលឆាហើយនេះយើងមកធ្វើបន្លែយើងវិញបងប្អូនចាបន្លែរបស់យើងគឺមានតឡាចមួយផ្លែទូចមួយល្មមមកហើយយើងមានខ្ទឹមបារាំងខ្ញុំហាន់វាបែបនេះដោយសារអីវាអត់សូវខ្ទេតអាចួវានឹងចូលភ្នែកយើងវាធ្វើឲ្យកាហាយចឹងណាបងប្អូនហើយចាំយើងយកសបកវាចេញតាមក្រោយចឹងណាចាហើយនេះបន្ទាប់ពីយើងហាន់ហើយយើងយកសបកវាចេញមកវាមានភាពងាយស្រួលចំពោះយើងមែនតើដើម្បីកុំឲ្យវាកាហាយភ្នែកធ្វើឲ្យយើងចេញទឹកភ្នែកចេញអីចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតយើងមកហាន់ម្នាស់ទាំងអស់គ្នាណាហាន់ម្នាស់នេះខ្ញុំទិញរៀងយូរដែរអញ្ចឹងទៅវារៀងជាប់ខ្មៅតែខ្ញុំហាន់វាចេញដូចគ្នាបងប្អូនហើយយើងចាត់វាឲ្យស្អាតមកសម្រាប់ម្នាស់ខ្ញុំចាត់វាខាងជ្រុងនឹងឲ្យហើយអស់សិនណាបងប្អូនហើយបន្ទាប់មកបានយើងចាប់ផ្ដើមយកភ្នែកម្នាស់យកអីនឹងចេញណាបងប្អូននេះចានេះយើងចាប់ផ្ដើមយកភ្នែកម្នាស់នឹងចេញហើយបើយើងឆាវាទាំងអញ្ចឹងវាអត់ល្អបងប្អូនវាហូបទៅរៀងតាក់រៀងទើអញ្ចឹងណាបងប្អូនហើយយើងយកភ្នែកវាចេញអស់ហើយឥឡូវនេះយើងយកបន្លែយកអីទៅលាងអានេះខ្ញុំលាងហើយអស់ហើយបងប្អូនបាទខ្ញុំរៀបវាដាក់ចូលក្នុងកញ្ច្រែងមួយឲ្យវារៀងស្រក់ទឹកតិចបងប្អូនអញ្ចឹងបន្លែយើងគឺបានរួចរាល់ហើយយើងចាប់ផ្ដើមដាក់ខ្ទះយកមកម្លិញខ្ទឹមហើយនឹងដាក់ស្បែកលាយជាមួយនឹងខ្ទឹមហ្នឹងណាបងប្អូនដើម្បីឲ្យវានឹងឆាប់ឆ្អិនហើយបន្ទាប់មកបានយើងដាក់សាច់ចូលម្លិញចូលគ្នាដោយសារស្បែកហ្នឹងវាមានសភាពស្វិតជាងសាច់អញ្ចឹងខ្ញុំដាក់លីងវាមុនណាបងប្អូនចានេះបន្ទាប់ពីយើងលីងវាមកស្ទុះហើយវាប្រែពណ៌សពអញ្ចឹងណាបងប្អូនហើយយើងលីងវាឲ្យរៀងសោះជាតិទឹកតិចមកហើយចាំយើងដាក់គ្រឿងចូលអាហ្នឹងវាធ្វើឲ្យម្ហូបរបស់យើងមានភាពឈ្ងុយប៉ុន្តែបើសិនជាយើងដាក់វាទាំងដែលវានៅមានទឹកណាបងប្អូនពេលយើងដាក់ទឹកត្រីដាក់អីទៅវាអត់ឈ្ងុយទេនេះឃើញអត់បងប្អូនពេលដែលវារៀងដាច់ជាតិទឹកតិចហើយបើខ្ញុំដាក់ទឹកត្រីហើយនឹងស្ករចុះចាហើយសម្រាប់ស្ករគឺយើងប្រើស្ករត្នោតរបស់ខ្មែរយើងណាបងប្អូនចាបន្ទាប់ពីយើងដាក់ស្ករហើយកុំភ្លេចដាក់អំបិលមកចាប់ផងបងប្អូនដើម្បីឲ្យវាមានជាតិមុតណាហើយបន្ទាប់មកយើងដាក់ប៊ីចេងបន្តិចមកយើងឆាវាមកត្រឡប់មកបងប្អូនចាយើងឆាវាបានមកត្រឡប់ហើយបានយើងចាប់ផ្ដើមដាក់បន្លែបងប្អូនយើងដាក់បន្លែចូលហើយយើងពេលយើងដាក់ចូលអស់ហើយយើងឆាវាត្រឡប់ឲ្យវាចូលជាតិចូលគ្រឿងមកណាបងប្អូនចាបន្ទាប់ពីយើងឆាត្រឡប់ហើយយើងក្រោបវាហើយមកស្ទុះប្រហែលជា5នាទីអីយើងបើកមកវិញមកនេះឃើញវារៀងសពរៀងសន្លប់ហើយណាបងហើយយើងចាប់ផ្ដើមដាក់ម្នាស់យើងចូលមកដាក់ម្នាស់ចូលហើយយើងឆាត្រឡប់ឲ្យម្នាស់ហ្នឹងនៅក្រោមហើយយើងចាប់ផ្ដើមក្របទុកហើយបងប្អូនពេលយើងបើកមកវិញគឺមានក្លិនឈ្ងុយខ្លាំងមែនតើបងប្អូនហើយនេះយើងចាប់ផ្ដើមដួសដាក់ចានយកមកញ៉ាំហើយគឺអូយសម្រស់ស្អាតមែនតើណាបងប្អូនចាអរគុណសម្រាប់ការមើលវីដេអូ